ឲ្យអ្នកxem ជូនដើរលេងថ្ងៃទី3តើប្រហែល3ថ្ងៃឥឡូវគេលេងជូនបានហើយចឹងធ្វើម៉េចមានអីទាញទៅទូរស័ព្ទបុកកង់3ទៅហើយទៅណាក៏បានឥឡូវមកដល់កាហ្វេគ្រាន់តែឃើញអ្នកស៊ីមរៀបណាក៏ស្គាល់បើនៅកណ្ដាលក្រុងហ្មងខ្ញុំជិះកាត់រហូតតែអត់ដែលបានចូលកាហ្វេហ្នឹងសោះពេលផឹកតែមិនសូវផឹកម៉ានទេលេបវីតាមីនមួយសិនដំបូងគេខ្ញុំត្រូវរៀប schedule សម្រាប់ថ្ងៃហ្នឹងសិនព្រោះខ្ញុំមានការងារច្រើនដែលត្រូវធ្វើការងារខ្ញុំច្រើនហ្នឹងពាក់ព័ន្ធទៅជាមួយរឿង edit video ឯង edit video ឲ្យ client ផងធ្វើការឲ្យគេផងហើយ edit video ឲ្យខ្លួនឯងឃើញថាទៅហ្នឹងដូចឃើញដើរលេងរហូតអីចឹងតែមិនមែនណាវិចការងារទៅធ្វើហ្នឹងដោយសារការងារខ្ញុំធ្វើនៅណាក៏បានអញ្ចឹងមួយយ៉ាងខ្ញុំគឺជាអ្នកមានសេរីភាពអាចទៅធ្វើការនៅសៀមរាបបានលយណាពីមុនក៏ខ្ញុំមិនមែនតែដល់ប៉ុណ្្នឹងដែរព្រោះខ្ញុំលក់អនឡាញមួយទៀតអញ្ចឹងទៅអត់ដែលសូវហ៊ានដើរចោលហ្មងទេខាតលុយតែដោយសារតែយើងមានរឿងជាមួយផ្ទះលេខ2អញ្ចឹងគឺខ្ញុំ clear stock ចោលទាំងអស់ហើយមកដល់ឥឡូវហ្នឹងខ្ញុំរកបានល្អមកជំនួសអត់ទាន់បានអញ្ចឹងក៏តនីសិនតែមួយថ្ងៃមួយមកសួររកបានរហូតគ្រាន់តែឆ្លើយតបថាឥឡូវអត់មានទេអូនឡើងឈឺបេះដូងនំគាត់ឆ្ងាញ់ហើយតម្លៃសមរម្យទៀតប្រោនេះហើយមានអាពីតាស្យូអីហ្នឹងពីលើអូខ្ញុំភ្លេចឈ្មោះអាហ្នឹងរហូតអង្គុយនៅកាហ្វេហ្នឹងឡើង5 6ម៉ោងធ្វើការតក់ហើយបានចេញទៅទិញម្ហូបទុកធ្វើញ៉ាំពេលល្ងាចទាញមើលម្ហូបអីគេឲ្យតែជីកទៅឃើញនៅណាគោមច្ឆាលក់តាមផ្លូវហ្នឹងចេះតែចង់ចូលទិញគ្រឿងហើយអស់ហើយប៉ុន្តែនៅខ្វះតកួនឥឡូវមកទិញនៅសាមកីហើយនៅខ្វះប៊ឺមួយមុខទៀតហើយឃើញឈូកទិញឈូកម្ដុំ1000ប៉ិត outfit check នេះត្រូវធ្វើនៅដើមវីដេអូតែពីផឹកមកហ្នឹងភ្លេចឥឡូវមើល outfit ទិញតកួនគេខ្ជូតឡាញ់អាផ្កានេះមែនតើដាក់សក់ក៏បានដាក់កាបូបក៏បានគ្រឿងអស់ហើយតែពេលធ្វើហ្នឹងអត់បានថតទេវាវែងឆ្ងាយពេកនេះមុខម្ហូបរបស់យើងគឺគោតកួនអូយដាក់ផ្សិតច្បើងចេះមក1000លើ10ជាតិសាហាវណាតែហាមថ្លឹងគីឡូបាយបាយ